សម្រាប់ internet smart 9ម្ដងនេះគឺគាត់មានបញ្ហាទៅជាប់លើ account Google ដែលគាត់ធ្វើការ error មកហ្នឹងគឺគាត់អត់ដឹងថា account Google ហ្នឹងនៅក្នុងទូរស័ព្ទ iPhone គាត់ទេអញ្ចឹងក៏គាត់បាន error មកគឺវាបានបញ្ហាជាប់បាត់ទៅហើយអញ្ចឹងយើងអត់មានធ្វើអីទេគឺយើងមានក្រៅពី bypass account ទេបងប្អូនទាំងគ្នាណាអញ្ចឹងការ bypass នេះគឺយើងអត់ប្រើទៅលើកម្មវិធីឬក៏ tool ណាទេគឺយើង bypass ដោយដៃបងប្អូនទាំងគ្នាណាហ្នឹងហើយឥឡូវបងប្អូនមើលសកម្មភាពខ្ញុំកំពុងធ្វើការ bypass ហ្នឹងជាដំបូងគឺយើង connect internet ចូលមកឬក៏ connect Wi-Fi ចូលមកបងប្អូនទាំងគ្នាណា connect Wi-Fi ផងបងប្អូនចូលទៅមកហើយបងប្អូនមានចាប់អារម្មណ៍នៅខាងឆ្វេងដៃខាងលើដែលមានរូបកូនសោហ្នឹងអត់ទោះបីយើងអត់ធីលទៅដល់អត់មានទៅដល់ home menu ទេដោយសារតែវាបញ្ហានោះគឺយើងបានធ្វើការផ្លេចលេខកូដឬក៏ជាប់ account Google ជាដើមអញ្ចឹងបងប្អូនណាអូខេហើយយើងបើយើង connect មិនក៏វាអត់ទៅដល់ដែរអញ្ចឹងតិចទៀតយើងនឹងឈានចូលដល់ចំណុចដែលយើងធ្វើការ bypass ឥឡូវនេះគឺយើង back ម្ដងកន្លែងនេះគឺវាជាចំណុចចាប់ផ្ដើមនៅក្នុងការធ្វើ bypass ឲ្យបងប្អូនអ្នកគ្នាអញ្ចឹងយើងខ្ជិលបកទៅក្រោយញ៉ៃច្រើនដងពេកគឺយើងធ្វើការចាប់ពីនឹងទៅតែម្ដងទៅអញ្ចឹងអត់ចង់ឲ្យវីដេអូហ្នឹងវាកាន់តែវែងទៅទៀតទេបងប្អូនហ្នឹងហើយណាចឹងបងប្អូនចុចតាមអ្វីដែលខ្ញុំចុចនៅក្នុងវីដេអូហ្នឹងមកយើងនឹងចូលទៅដល់ក្នុង Google Chrome ណាបងប្អូនវានឹងចូលដល់បែបនេះអញ្ចឹងយើងចុចពាក្យខាងក្រោមហ្នឹងមកហើយយើងចុចពាក្យ Tunnel Sang មកដល់ឥឡូវយើងមិនចាំធ្វើអីទេបងប្អូនអ្នកនេះបងប្អូនកលេចមកមើលខាងស្ដាំដៃយើងហ្នឹងយើងនឹងឃើញពាក្យមានកន្លែងចុច3ហ្នឹងយើងចុចកន្លែងហ្នឹងមកអូខេបន្ទាប់មកទៀតបងប្អូនអូសឡើងផុតដែលមានពាក្យថា Help and Feedback គឺបងប្អូនចុចពាក្យហ្នឹងមកណាបន្ទាប់មកទៀតបងប្អូននឹងឃើញកន្លែងប៊ូតុង search មួយបងប្អូននឹង search ពាក្យថា disable delete ឬក៏ disable on Android គឺបងប្អូន search ពាក្យហ្នឹងមកបងប្អូននឹងឃើញហើយអញ្ចឹងបងប្អូននឹងចុចទៅលើពាក្យហ្នឹងមកតែម្ដងមកពេលបងប្អូនចុចទៅលើពាក្យហ្នឹងមកបងប្អូននឹងឃើញពាក្យមួយទៀតដើម្បីយើងចុចទៅបន្តទៀតណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនពេលដែលបងប្អូនចុចមកវានឹងចេញបែបនេះអញ្ចឹងបងប្អូនទៅរកពាក្យថា delete your app Android device ណានេះឃើញពាក្យដែលខ្ញុំចុចមិញហ្នឹងអូខេបន្ទាប់ពីបងប្អូនចុចកន្លែងហ្នឹងហើយគឺបងប្អូននឹងឃើញពាក្យថា tap to go ហ្នឹងបងប្អូននឹងឃើញហើយកន្លែងដៃខ្ញុំចុចហ្នឹងណាហ្នឹងហើយអូខេយើងចុចមកបន្ទាប់ពីយើងចុចមកដល់កន្លែងហ្នឹងគឺវានឹងចូលដល់កន្លែង app list ហ្នឹងគឺយើងអត់បាច់ធ្វើអីទេគឺយើងត្រូវ search ពាក្យថា setting ពេលបងប្អូន search ពាក្យ setting មកគឺបងប្អូនចុចទៅក្នុង app setting បងប្អូនកន្លែងមកខាងឆ្វេងដៃឃើញពាក្យថា open អញ្ចឹងបងប្អូនត្រូវចុចទៅលើពាក្យ open ហ្នឹងម្ដងមកដើម្បីយើងទៅបើក open យើងចុចពាក្យលើដែលផនខ្ញុំសរសេរនៅខាងលើហ្នឹងមកបងប្អូនចុចតាមអ្វីដែលពាក្យខ្ញុំសរសេរហ្នឹងមកហើយយកចូលទៅបើកកម្មវិធីមួយនេះមួយមកអូខេយើងចុចបើកមកហើយចុច allow មួយទៀតអូខេណាអញ្ចឹងនៅក្នុងវីដេអូនេះមានពាក្យពេចន៍ខ្លះខ្ញុំអត់សូវចេះអានដែរអញ្ចឹងសូមខន្តីអភ័យទោសផងណាបងប្អូនទាំងគ្នាអញ្ចឹងហើយយើងចូលទៅ app list ធម្មតាវិញមកហើយយើងយកពាក្យថា Android setup យើងចុចទៅលើ disable វិញមកយើងមិនបើកវាទេអាហ្នឹងគឺយើងអត់ត្រូវការបើកវាទេអូខេបន្តមកទៀតយើងរកពាក្យទៅលើ Google Service ឬក៏ Play Store គឺយើងត្រូវតែ disable ដូចគ្នាដែរណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានរបៀប restart ម៉ាស៊ីនកុំឲ្យជាប់ account Google បងប្អូនអាច comment បានណាខ្ញុំនឹងធ្វើវីដេអូមួយទៀតចេញទៅប្រាប់បងប្អូនថាមុននឹង error ទូរស័ព្ទគឺយើងត្រូវមើលកន្លែងណាខ្លះមុនដល់ពេលដែលយើង error ឬក៏យើងចង់ជួសទូរស័ព្ទថ្មីកុំឲ្យវាជាប់ account Google ដូចក្នុងវីដេអូនេះចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងឥឡូវយើងបានធ្វើការ back មកថយមកក្រោយឲ្យអស់មកយើង back មកអស់ទៅណាបងប្អូនណាអញ្ចឹងការ error ទូរស័ព្ទដែរគឺយើងបើសិនជាយើងអត់ចេះទេវាអាចនឹងជាប់បែបនេះបើសិនជាយកទៅឲ្យជាងគឺយើងនឹងអស់លុយច្រើនហើយអូខេឥឡូវបងប្អូនចុចតាមអ្វីដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងទៅបងប្អូននឹងអាចធ្វើការដោះបានហើយអញ្ចឹងណាអូខេយើងចុចទៅលើ account ប៉ុន្តែវាអត់មានន័យទៅជាដំណើរការទេវានៅតែវិលបែបហ្នឹងចាបងប្អូនអ្នកគ្នាឥឡូវយើង back វាចេញមកយើងត្រូវធ្វើការចុច back វាមកណាបងប្អូនណាអូខេយើង back យើងចុចទៅម្ដងទៀតកន្លែងហ្នឹងដដែលយើងចុចទៅលើ account អញ្ចឹងវានឹងចូលទៅដល់ក្នុង Google យើងចុចពាក្យថា done អូខេពេលដែលវាលោតចេញបែបនេះគឺវាមានភាពបញ្ហាទេបងប្អូនចុចទៅលើរូប account ហ្នឹងមកបន្តមកទៀតបងប្អូនយកពាក្យថា team and switch ចុចលើរូប account ក្បាលមនុស្សមិញណាពេលដែលយើងចុចចូលមកដល់កន្លែងនេះគឺយើងក៏មិនធ្វើអីដែរដូចគ្នាដែរគឺយើងគ្រាន់តែចុចកន្លែងប៊ូតុង search ប៉ុន្តែយើងអត់អាចចុចទៅលើ micro បានទេ
macro យើងអត់និយាយឲ្យបានទេដោយសារតែវាអត់មាន Google support អញ្ចឹងអ្វីដែលយើងចុច like រូបផ្ទះណាបងប្អូនអ្នកគ្នាចុច like រូបផ្ទះហ្នឹងមកវានឹងចូលបែបនេះអញ្ចឹងយើង turn on វាមកអូខេយើង turn on យើងទៅនេះ undisable វិញដើម្បីយើងធ្វើការបើកទៅលើ Google Service ហ្នឹងវិញដើម្បីយើងនឹងធ្វើការ active ទៅដល់ home menu អូខេពេលដែលយើងដោះអាហ្នឹងរួចរាល់ហើយគឺយើងអត់មានធ្វើអីទៀតទេគឺយើងគ្រាន់តែធ្វើការចុច back មកថយក្រោយទាំងអស់មកអូខេយើង back មកអស់មកបងប្អូន back មកដល់កន្លែងនេះគឺវានឹងកំពុងធ្វើការដំណើរការទៅកាន់ home menu តែបងប្អូនមានបានចាប់អារម្មណ៍នៅកលេចមើលសោខាងលើអត់វាបានបាត់អីណាពីខាងឆ្វេងដៃយើងគឺវាបានបាត់ហើយអញ្ចឹងយើងនឹងអាចដាច់ 100% ហើយបងប្អូនអ្នកគ្នាប៉ុន្តែវាអត់ទាន់ដល់ទៅកាន់ទៅដល់ home menu ទេកន្លែងហ្នឹងណាអូខេឥឡូវវាកំពុងធ្វើការដំណើរការហើយបើសិនជាវាអត់ចេញបែបហ្នឹងទេបងប្អូនត្រូវធ្វើការចុចទៅលើដូចជា back មួយទៀតអូខេ back មកផុតហើយយើងចុច next ម្ដងទៀតអូខេពេលដែលយើងចុច next មកវានឹង load បែបនេះគឺយើងទទួលបានជោគជ័យហើយគឺយើងចុច download មកហើយយើងចុច skip ទៀតមកបងប្អូនអ្នកគ្នាអូខេចុច skip ទៀតគឺយើងទទួលបានជោគជ័យហើយពេលដែលយើងចេញបែបនេះអញ្ចឹងការដោះ account Google យើងគឺទទួលបានជោគជ័យ 100% ហើយបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំមិនបាច់ចាំទៅនេះ set up ទៅដល់ home menu ទេចឹងបើសិនជាបងប្អូនឃើញបែបនេះទម្រង់បែបនេះហើយគឺបងប្អូនអូខេបានជោគជ័យហើយណាបងប្អូនអ្នកគ្នាណាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច subscribe និង follow ម្នាក់មួយផងបងប្អូនអ្នកគ្នាអរគុណច្រើនបាយបាយ